បងប្រុសនីកូបង្ហើបពីអ្នកគាំទ្រអន្ទះសារខ្លាំងជុំវិញរឿងនីកូបង្ហាញចិញ្ចៀនគូហើយប្រកាសត្រៀមរៀបចំថ្ងៃពិសេសខែក្រោយមហាជនអ្នកគាំទ្រតាមដានរបស់តារាចម្រៀងប្រុសរូបសង្ហានីកូកន្លងមកសិតសឹងតែជ្រាបហើយជុំវិញរឿងរ៉ាវឯកជនរបស់លោកបើពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាគឺគេពុំដែលឃើញលោកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយនារីរូបណាជាសាធារណៈឡើយដែលតែងតែធ្វើឲ្យមហាជនទន្ទឹងរង់ចាំមើលថានារីរូបណាអាចឆក់យកបេះដូងកំឡោះសង្ហាសម្លេងផ្អែមរូបនេះបានដោយឡែកមកដល់ថ្មីនេះអ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើលនិងចូលរួមអបអរខណៈឃើញតារាចម្រៀងប្រុសរូបនេះបង្ហោះវីដេអូមួយប្រកាសពីការត្រៀមរៀបចំកម្មវិធីពិសេសមួយនៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2026នៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2026ខាងមុខនេះក្នុងវីដេអូនោះលោកនីកូបានថតក្នុងឈុតបែបកូនកំលោះនិងបង្ហាញចិញ្ចៀនមួយគូទំនងត្រៀមសម្រាប់កម្មវិធីពិសេសในថ្ងៃមង្គលរបស់ខ្លួនលើពីនេះត្បិតតែតារាចម្រៀងប្រុសនីកូមិនទាន់និយាយបញ្ជាក់ច្បាស់ពីថ្ងៃពិសេសនោះជាកម្មវិធីអ្វីនោះឡើយតែបើក្រឡេកមើលការចែករំលែកបន្តនៅលើ Facebook របស់បងប្រុសបង្កើតរបស់លោកគឺលោកបាយ៉ារ៉ាម៉ារិនបានរៀបរាប់ថាជិតដល់ថ្ងៃពិសេសកូនពៅចូលរោងហើយព្រមទាំងបញ្ជាក់ក្នុងខមមិនឲ្យដឹងថាប្អូនប្រុសចូលរោងការជាមួយនឹងគូដណ្ដឹងទៀតផង